នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការបង្កើត link Google Meet ដើម្បីអាចឲ្យសិស្សឬក៏អ្នកចូលរួមលើសពី100នាក់ហើយផងដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការបើក auto admit នៅក្នុង Google Meet ដើម្បីឲ្យសិស្សឬក៏អ្នកចូលរួមនឹងគាត់ចូលមកដោយយើងមិនចាំបាច់ចុចadmit ម្ដងហើយម្ដងទៀតអញ្ចឹងជាទូទៅនៅក្នុង Google Meet បើសិនជាយើងមិនបង់លុយទេគឺយើងអាចចូលបានត្រឹមតែ100នាក់សម្រាប់មួយ link អញ្ចឹងគឺខ្ញុំនឹងបង្ហាញពីការបង្កើត link ដែលយើងអាចឲ្យសិស្សនឹងចូលបានលើសពី100នាក់ដោយយើងមិនចាំបាច់ចំណាយលុយបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាអញ្ចឹងដំបូងលោកគ្រូចូលទៅក្នុង Google Chrome ដែលយើងមានបាទអញ្ចឹងយើងវាយពាក្យថា Google Meet ហើយយើងចូលទៅលើ link របស់ Google Meet បាទហើយយើងចុច new meeting ហើយយើងចុច start an instant meeting អញ្ចឹងបែបនេះគឺយើងអាចបង្កើត link បានមួយយើងអាច copy link មួយនេះហើយតម្លាក់ចូលទៅក្នុង group Telegram ឬក៏ group ផ្សេងៗដើម្បីឲ្យសិស្សឬក៏អ្នកចូលរួមនឹងគាត់ចូលរួមបានបាទបន្ទាប់ពីយើងបង្កើត link បានមួយហើយគឺយើងត្រូវការបង្កើត link មួយទៀតបាទអញ្ចឹងដើម្បីបង្កើត link មួយទៀតបានគឺយើងត្រូវចូលទៅកាន់ new tab បាទហើយបន្ទាប់មកយើង old tab របស់យើងនឹងចេញមកក្រៅសិនយើងសង្កត់វាចុះហើយយើងអូសចេញមកក្រៅបាទបែបនេះហើយយើងចូលទៅកាន់ new tab របស់យើងហើយយើងចូលទៅក្នុង Google Meet ម្ដងទៀតហើយយើងចុច link Google Meet ហើយយើង start new meeting ម្ដងទៀត start an instant meeting អញ្ចឹងយើងនឹងបាន link មួយទៀតសម្រាប់ Google Meet អញ្ចឹងយើងអាច copy link មួយនឹងទៀតហើយទម្លាក់ចូលទៅក្នុង group Telegram ផ្សេងៗដើម្បីឲ្យសិស្សឬក៏អ្នកចូលរួមគាត់អាចចូលរួមបានអញ្ចឹងសំណួរសួរថាតើយើងធ្វើម៉េចទើបអាច share screen ឬក៏បង្រៀនឲ្យ link នឹងពីរហ្នឹងឲ្យអ្នកចូលរួមក៏ដូចជាសិស្សហ្នឹងគាត់ឃើញដំណើរគ្នាអញ្ចឹងអត់មានអីពិបាកទេគឺយើងគ្រាន់តែចូលទៅក្នុងកន្លែង share screen មួយនេះហើយយើងចូលទៅក្នុង entire screen ហើយយើង select យក screen របស់យើងហើយយើងចុច share បាទយើងចុច show my screen anyway បន្តមកទៀតយើងចូលទៅកាន់ link នៅក្នុង tab ដំបូងដែលយើងបង្កើតដូចគ្នាបាទ link មួយនេះហើយយើងចុច share screen ដូចគ្នាហើយយើងចុច entire screen ដូចគ្នាបន្តមកទៀតយើងចុច entire screen នេះហើយយើងចុច share អញ្ចឹងមានន័យថានៅត្រង់កន្លែងនេះគឺទាំងពីរ link ដែលយើងបង្កើតនឹងគឺគាត់នឹងឃើញ entire screen របស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្ហាញទៅលើ Microsoft Word មួយអញ្ចឹងបាទអញ្ចឹងពេលដែលយើងចុច share entire screen មានន័យថាអ្នកដែលចូល link ទាំងអស់ហ្នឹងគឺគាត់នឹងមើលឃើញ screen របស់យើងអញ្ចឹងយើងអាចនិយាយយើងអាចឆ្លើយឆ្លងអីគឺបានពេលទន្ទឹមគ្នាតែម្ដងបាទអញ្ចឹងយើងអាច share ទៅគឺអ្នកដែលចូលក្នុង link នឹងឃើញហើយបាទអញ្ចឹងគាត់នឹងឃើញហើយបាទមួយវិញទៀតតកតជាមួយនឹងការកំណត់ឲ្យ auto admit អញ្ចឹងដើម្បីឲ្យកំណត់ auto admit បានខ្ញុំសូមធ្វើការបិទ share screen សិនកុំឲ្យពិបាកក្នុងការមើលបាទអញ្ចឹងតកតជាមួយនឹងការដាក់ auto admit អញ្ចឹងគឺយើងចូលទៅក្នុង new tab របស់យើងហើយលោកគ្រូវាយពាក្យថា Google Meet auto admit បាទអញ្ចឹងលោកគ្រូត្រូវដំឡើង extension Google Meet auto admit មួយនេះទៅលើ Chrome របស់យើងបាទបន្ទាប់មកលោកគ្រូបើនៅត្រង់កន្លែងនេះដោយសារតែខ្ញុំបាន add រួចហើយអញ្ចឹងខ្ញុំធ្វើការ remove សិនដើម្បីបង្ហាញជាគំរូបាទអញ្ចឹងលោកគ្រូចូលមកគឺវានឹងឃើញបែបនេះលោកគ្រូចុចពាក្យថា add to Chrome បាទបន្ទាប់ពីចុចហើយលោកគ្រូចុចពាក្យថា add extension យើងរងចាំបន្តិចបាទអញ្ចឹងពេលដែលយើង add មក extension បែបនេះហើយគឺបានរួចរាល់គឺយើងចូលទៅក្នុង Google Meet របស់យើងវិញ
លោកគ្រូអ្នកគ្រូមើលមកត្រង់កន្លែងនេះកន្លែងមានមេដៃចុចនេះលោកគ្រូអ្នកគ្រូចុចទៅលើមេដៃហ្នឹងឲ្យចេញពណ៌លឿងបែបនេះចឹងកាលណាដែលចេញពណ៌លឿងបែបនេះហើយមានន័យថានៅពេលដែលសិស្សឬក៏អ្នកចូលរួមហ្នឹងគាត់ចូលមកកាន់ link ហ្នឹងគឺចូលអូតូតែម្ដងមិនចាំបាច់យើង admit ឲ្យគាត់ម្ដងហើយម្ដងទៀតបាទចឹងយើងអាចធ្វើបែបនេះបានហើយយើងចូលទៅក្នុង link មួយទៀតបាទខ្ញុំធ្វើការ stop sharing screen សិនហើយយើងចុចកន្លែងមេដៃសម្រាប់ auto admin នេះមួយទៀតបាទអញ្ចឹង link ទាំងពីរហ្នឹងគឺសិស្សគាត់អាចចូលរួមទៅក្នុង link របស់យើងគ្រាន់តែចុចគឺចូលបាន auto តែម្ដងហើយយើងអាចបង្រៀនទៅហើយលើសពី100នាក់បាទក្នុង2 link គឺ200នាក់ហើយបើសិនជាអ្នកទាំងអស់គ្នាលោកគ្រូអ្នកគ្រូមានសិស្ស3-400នាក់អញ្ចឹងយើងមកកើត4ឬក៏5 link អញ្ចឹងទៅវាអាចនឹងរៀងស្មុគស្មាញបន្តិចក៏ប៉ុន្តែអានឹងធម្មតាទេរបស់ free បាទអញ្ចឹងសង្ឃឹមថាលោកគ្រូអាចទទួលបានចំណេះដឹងទាក់ទងជាមួយនឹងវីដេអូនេះអរគុណច្រើនលោកគ្រូអ្នកគ្រូបាទ